លឺលៀងមុខពេលដែលយើង make up ក្រាស់ចាតិចនេះខ្ញុំដឹងពីគ្រូពេទ្យមកដែរទេគ្រូពេទ្យដែលបង្កើត skin care ឲ្យ SP ហ្នឹងចាបងប្អូនទាំងអស់គ្នានេះមុខពេលដែលយើងរបៀបថាពេលយើង make up មកវាក្រាស់មែនតើកន្លងមកគឺខ្ញុំតែងតែ remove ជាមួយនឹងគេ remove make up ហ្នឹងណាចាប៉ុន្តែពេលដែលមុខយើងកាន់តែស្ងួត remove make up កាន់តែខ្លាំងមុខនឹងកាន់តែស្ងួតទៅស្ងួតខ្លាំងអញ្ចឹងហើយគាត់ថាអ្នកឯងប្រចាំប្របាក់អីទេយកតែកណាត់សើមយើងហ្នឹង baby web យើងហ្នឹងយកមកជូតទៅជូត skin care យើងហ្នឹងជូតឲ្យវាអស់ហើយយើងគ្រាន់តែលាង form ធម្មតាទៅក៏វាគ្រប់គ្រាន់ហើយយើងមិនបាច់ចាំទៅremove make up ក៏បានដែរហើយខ្ញុំក៏ធ្វើតាមគាត់ចាដោយសារអីពេលដែលយើងយកកណ្ដាលមកជូតវាជូតមែនបងប្អូនជូតទៅវាស្បើយអាហ្នឹងវាជ្រះមកអស់ហើយចាជូតទៅវាអស់ទាំងភ្នែកអស់ទាំងអីដែរណាគាត់ថាបើសិនជាmake up យើងវាជាប់ខ្លាំងទៅវាអាចភ្នែកវានៅខ្មៅដែរយើងទៅលាងបន្ថែមអញ្ចឹងណាអញ្ចឹងអានេះមុខខ្ញុំគឺខ្ញុំជូតហ្នឹងហើយបន្ទាប់ពីជូតហើយគឺយើងទៅលាងសម្អាតស្បែកមុខតទៀតទៅអញ្ចឹងបញ្ជាក់បងប្អូនទាំងអស់គ្នាមុខខ្ញុំរាល់ថ្ងៃនេះថតវីដេអូហ្នឹងហើយនឹងនេះហ្នឹងគឺថាត្រូវតែលាបរាល់ថ្ងៃហ្នឹងគឺផាត់មុខរាល់ថ្ងៃចាអញ្ចឹងមុខហ្នឹងគឺវាបងប្អូនហើយប៉ុន្តែនេះ original ដែលវាអាចថាប្រសើរជាងមុនពេលដែលមុខយើងមានបញ្ហាខ្លាំងចាហើយរាល់ថ្ងៃនេះខ្ញុំប្រើប្រាស់ជាមួយ Lumi អត់មានដូរចិត្តដូរកាយអីទៅគិតអីច្រើនទេគឺប្រើ Lumi រាល់ថ្ងៃហ្នឹងចាមានគ្រីមបំពន់មានសេរ៉ូមចាមានគ្រីមការពារកម្ដៅថ្ងៃអញ្ចឹងទៅហើយពុនមុននឹងលាប skin care ប្រើសេរ៉ូមប្រើអីចឹងណាអញ្ចឹងមុខក៏វាមិនដូចមុនពេកទេវានៅភ្លឺថ្លានេះជូតចេញឲ្យបងប្អូនអរគ្នាមើលហ្មងណាពេល make up ទៅវាបាត់អស់នេះសិតតែស្នាមអាចរុយស្នាមជាប់របស់ខ្ញុំនេះអាចរុយពីដើមមកអញ្ចឹងបើខ្ញុំគិតថាបើសិនជាមុខខ្ញុំអត់មានអីសោះបងប្អូនអត់មានស្នាមមានអីសោះអានេះស្នាមលមាស់អេសរោលអីចឹងទៅខ្ញុំគិតថាដឹងសบายត្រេកអរមកជិះនេះប៉ុន្តែឃើញទេកាលណាវាជ្រុលហួសហើយពិបាកស្ដារស្ថានភាពមកវិញណាអញ្ចឹងបានឲ្យបងប្អូនអរគ្នាស្រឡាញ់ថែរក្សាស្បែកមុខធូរមិនឲ្យវាមានសុខភាពល្អភ្លឺថ្លាទៅយើងមិនលំបាកនៅក្នុងការស្ដារការកែខៃដោយមុខខ្ញុំទេចា